ពិតជាអាណិតខ្លាំងណាស់លោកអើយលើកមករៀមដៃ10សំពះសពអង្វរទាំងទឹកភ្នែកបែរជាទទួលបាននៅការបោកកំតិចឆ្នាំងបាយទៅវិញរូបភាពស្ត្រីជាអ្នកលក់ពងទាកូនអង្គុយលើកដៃសំពះម្ចាស់រថយន្តស៊េរីទំនើបកំពុងតែធ្វើឲ្យមហាជនខ្មែរស្រក់ទឹកភ្នែកព្រោះតែសេចក្តីអាណិតវាសនាអ្នកក្រដែលត្រូវបានគេជន់ឈ្លីសេចក្តីថ្លៃថ្នូរត្រឹមតែលុយ$10-20ទឹកភ្នែកហូរលីឡំជាមួយនឹងសម្បកពងទាដែលបានបែកចាក់ខ្ចាយតើតម្លៃនៃកិត្តិយសនិងកំហឹងរបស់មនុស្សម្នាក់មានតម្លៃខ្ពស់ជាងឆ្នាំងបាយរបស់អ្នកក្រីក្រដល់ថ្នាក់នេះឬស្ត្រីជាអ្នកលក់ពងទាកូនតាមរមាក់ម្នាក់បានបើករមាក់ប៉ះជាមួយនឹងរថយន្តស៊េរីទំនើបមួយគ្រឿងដែលបើកបរដោយស្ត្រីម្នាក់បណ្ដាលឲ្យខូចខាតបន្តិចបន្តួចនិងត្រូវបានភាគីស្ត្រីជាម្ចាស់រថយន្តស៊េរីទំនើបទាមទារឲ្យសងសំណងចំនួន$30អាមេរិកលុះដល់ពេលអ្នកលក់ពងទាកូនសូមសងត្រឹមតែ$20ម្ចាស់រថយន្តនោះមិនព្រមនៅបន្តចរចារហូតដល់ប៉ះពាក្យសម្ដីគ្នាស្រាប់តែភាគីស្ត្រីដែលជាម្ចាស់រថយន្តបានក្តៅចិត្តនិងបានដើរទៅលើកកញ្ច្រែងពងទាកូនបោកចោលខណៈអ្នកលក់ពងទាកូនបានអង្គុយលើកដៃសំពះទាំងទឹកភ្នែកករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កជាទំនាស់បោកប្រាស់ពងទាកូនចោលនេះបានកើតឡើងនៅតាមដងផ្លូវមួយកន្លែងក្នុងរាជធានីភ្នំពេញគូបញ្ជាក់ផងដែរថាកាលពីព្រឹកថ្ងៃទី27ខែកុម្ភៈឆ្នាំ2026នេះមានការចែករំលែកនៅវីដេអូឃ្លីបខ្លីមួយដែលបានបង្ហាញអំពីចំនួនពាក្យសម្ដីរវាងស្ត្រីជាអ្នកបើកបររថយន្តស៊េរីទំនើបម៉ាក Lexus LX 350ពណ៌សពាក់ស្លាកលេខភ្នំពេញ 2CG 7680ជាមួយនឹងស្ត្រីម្នាក់ទៀតដែលជាអ្នកលក់ពងទាកូនតាមរមាក់ដែលផ្ដើមចេញពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍រវាងរមាក់លក់ពងទាកូននិងរថយន្តស៊េរីទំនើបខាងលើដោយក្នុងនោះភាគីស្ត្រីជាម្ចាស់រថយន្តទំនើបបានទាមទារសំណងពីស្ត្រីអ្នកលក់ពងទាកូនចំនួន$30អាមេរិកតែត្រូវបានអ្នកលក់ពងទាកូនសូមសងត្រឹមតែ$20តែម្ចាស់រថយន្តមិនព្រមទើបអ្នកលក់ពងទាកូនបានទទូចសូមឲ្យចាំលោកឪពុករបស់ខ្លួនមកដោះស្រាយនិងសងសំណងតែដោយសារតែភាគីស្ត្រីជាម្ចាស់រថយន្តស៊េរីទំនើបទ្រាំចាំមិនបានក៏ផ្ទុះជាកំហឹងឈានទៅដល់ការលើកពងទាកូនបោកចោលតែម្ដងករណីខាងលើនេះត្រូវបានបងប្អូនមហាជនខ្មែរកំពុងតែផ្ទុះនៅការវិភាគវែកញែកយ៉ាងក្តៅគគុកនៅលើបណ្ដាញសង្គមក្នុងនោះ The Konita Show បានលើកឡើងថាអាណិតខ្មែរណាស់ជីវិតរាល់ថ្ងៃនេះផុយស្រួយដោយពងទាអញ្ចឹងអ្វីដែលពលរដ្ឋខ្មែរដែលជាអ្នកក្រីក្រនៅសល់គឺសេចក្តីថ្លៃថ្នូររបស់ខ្លួនឯងប៉ុន្តែពេលខ្លះក៏ត្រូវបោះសេចក្តីថ្លៃថ្នូរចោលដើម្បីសូមបានក្តីសុខដោយសារតែស្ថានភាពជីវិតបង្ខំពេលខ្លះក៏ត្រូវលើកដៃសំពះសូមអង្វរគេអញ្ចឹងទេទោះបីជាគ្មានទ្រង់នៅជុំវិញយើងប៉ុន្តែវានៅតែមានទ្រង់ដែលយើងមើលមិនឃើញដែលវាកំណត់សេរីភាពរបស់យើងទ្រង់នឹងគឺវាស្ថិតនៅក្នុងទម្រង់នៃទេសភាពសេដ្ឋកិច្ចអ្នកក្រីក្រតែងតែត្រូវបង្ខំចិត្តឲ្យបោះបង់មោទនភាពរបស់ពួកគេចោលដោយការលើកដៃសំពះសូមអង្វរកុំធ្វើបាបខ្ញុំអីខ្ញុំក្រណាស់ខ្ញុំគ្មានអ្វីផ្ដល់ឲ្យទេខ្ញុំរាល់ថ្ងៃនេះនៅសល់តែជីវិតដ៏គួរឲ្យអាណិតនេះទេលោកស្រីសូភាបុតឈើក៏បានថ្លែងសារនៅលើបណ្ដាញសង្គមដែរថាគួរឲ្យអាណិតណាស់គាត់លក់ពងទាកូនមួយថ្ងៃចំណេញបានប៉ុន្មានទោះបីគាត់គ្មានប្រាក់សងក៏ដោយហេតុអ្វីត្រូវបំផ្លាញរបស់របររកស៊ីរបស់គាត់សូមប្អូនស្រីតាក់ទងមកក្រុមការងាររបស់នាងខ្ញុំដើម្បីឲ្យខ្ញុំបានផ្ដល់ថវិកាខ្លះៗសម្រាប់ជាដើមទុនរកស៊ីចំណែកឯលោកផែងវណ្ណៈដោយសារតែមានក្តីអាណិតអាសូរជាពន់ពេកលោកក៏បានឧបត្ថម្ភនៅថ្លៃខូចខាតពងទា
ចំនួន1 លានរៀលជូនទៅដល់អ្នកលក់ពងទាខាងលើដោយលោកបានសរសេរសាររៀបរាប់ថាអាណិតណាស់ជីវិតអ្នកក្រត្រូវគេមើលងាយគ្រប់ពេលកុំតូចចិត្តក្មួយតាក់តងមកពូឧបត្ថម្ភក្មួយថ្លៃខូចខាតពងទាកូន1 លានរៀលលេខ Telegram ពូ010កូដ933 883សូមអរគុណលោកផៃវណ្ណៈបានបន្ថែមទៀតថាសង្ឃឹមថាសមត្ថកិច្ចនឹងមិនអោយស្ត្រីដែលជាម្ចាស់រថយន្តលេខស៊ីស្លាកលេខ 2CG 7680រួចខ្លួនទេមហាជនរងចាំមើលចំណាត់ការរបស់សមត្ថកិច្ចយ៉ាងណាមិញយោងទៅតាមមតិរបស់ The Constitution លោកស្រីសុភាបុត្រឈើនិងលោកផៃវណ្ណៈយើងបានមើលឃើញអំពីចំណុចស្នូលចំនួន3នៃស្មារតីជួយសង្គមទី1ជីវិតដែលផុយស្រួយការប្រៀបធៀបអំពីជីវិតអ្នកក្រទៅនឹងសម្បកពងទាដែលបានឆ្លោះបញ្ចាំងអំពីតថភាពពិតដែលថាអ្នកដែលមានចំណូលទាបងាយនឹងរងគ្រោះបំផុតនៅក្នុងចំនួនផ្លូវច្បាប់និងសង្គមសកម្មភាពលើកដៃសំពះរបស់អ្នកលក់ពងទាគឺជាការបង្ហាញអំពីភាវគតិរស់រានដែលត្រូវតែបង្ខំចិត្តបោះបង់មោទនភាពដើម្បីបដូរយកនៅការយោគយល់ទី2សាមគ្គីភាពនៅក្នុងគ្រាអាសន្នការហុចដៃជួយពីសំណាក់បងប្អូនសប្បុរសជនភ្លាមការផ្ដល់ដើមទុននិងថវិកាគឺជាថ្នាំទិព្វសម្រាប់ជួយព្យាបាលជំងឺផ្លូវចិត្តរបស់ជនរងគ្រោះវាក៏ជាសារព្រមានទៅដល់អ្នកដែលមានទ្រព្យធនមួយចំនួនថាទឹកប្រាក់របស់អ្នកអាចទិញឡានស៊េរីទំនើបបានតែវាមិនអាចទិញសិទ្ធិនៅក្នុងការមើលងាយអ្នកដទៃបានឡើយទី3ការទាមទារយុត្តិធម៌សង្គមមតិមហាជនមិនត្រឹមតែអាណិតអ្នកក្រទេតែពួកគេកំពុងតែតាមដានមើលចំណាត់ការផ្លូវច្បាប់ដើម្បីកុំឲ្យវប្បធម៌អ្នកមានអាងអំណាចបន្តចាក់ឫសការដោះស្រាយចំនួនដោយសន្តិវិធីមេរៀនករណីនេះការដោះស្រាយចំនួនលើដងផ្លូវត្រូវតែធ្វើឡើងដោយប្រើប្រាស់នៅខួរក្បាលច្បាប់ជាជាងកំហឹងនិងសាច់ដុំការយោគយល់និងសេចក្តីមេត្តាធម៌នៅក្នុងករណីនេះកុំលាតតម្លៃនៃទឹកប្រាក់ត្រឹមតែ$10 $20ឬក៏$30มันគួរคล้ายទៅជាមូលហេតុនៃការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃឡើយបើម្ចាស់ឡានមានចិត្តមេត្តាបន្តិចបន្តួចចំនួននេះនឹងបញ្ចប់ទៅដោយស្នាមញញឹមការរក្សានូវភាពអត់ធ្មត់កាលដែលអ្នកលក់ពងទាស្នើសូមឲ្យចាំលោកឪពុកគាត់មកដោះស្រាយគឺជាដំណោះស្រាយដ៏សមស្របទៅតាមផ្លូវច្បាប់ការផ្ទុះកំហឹងបោកកញ្ច្រែងពងទាកូនចោលគឺជាការបំផ្លែងខ្លួនពីជនរងគ្រោះនៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទៅជាជនបង្កក្នុងករណីព្រហ្មទណ្ឌការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃដោយចេតនាការប្រើប្រាស់អាជ្ញាធរប្រសិនបើមានការចរចាមិនត្រូវគ្នាភាគីទាំងសងខាងមានសិទ្ធិហៅសមត្ថកិច្ចមកវាស់វែងនិងដោះស្រាយទៅតាមនីតិវិធីការប្រើប្រាស់ហិង្សាលើទ្រព្យសម្បត្តិមិនមែនជាដំណោះស្រាយតែវាជាការបង្កើតនៅបញ្ហាថ្មីជាសរុបមកករណីនេះគឺបានឆ្លោះបញ្ចាំងឲ្យឃើញថាតម្លៃរបស់មនុស្សមិនមែនស្ថិតនៅលើម៉ាករថយន្តដែលគេជិះនៅឡើយតែវាស្ថិតនៅលើកាយវិការដែលគេប្រព្រឹត្តទៅលើបុគ្គលដែលទុនខ្សោយជាងខ្លួនទៅវិញ